សូត្រនេះគឺអនន្តតនភ័ងប្រំប្រៃបានស្ដាប់ព្រះចិនស្រីនាំសេចក្ដីមកពណ៌នេះថាមានកាលមួយថ្ងៃប្រចាំត្រៃព្រះភង្កវីព្រះអង្គគង់នៅនេះក្រុងភារៀនសាលវាំងថៃក្នុងវត្តចេតពុនដែលមហាជនទាំងប្រុងស្រីស្គាល់ថាវត្តសេដ្ឋីឈ្មោះអាណាតខាងបនដឹកសាងថ្វាយព្រះមុនីមានផែនទីធំពុនលឹកប្រគេទៀនបាយទឹកថ្ងៃយប់ព្រឹកមិនដែលឃ្លានគ្រានុងថ្ងៃសាយ័នគិរីមិណនមានអាពាតអាននចូលអង្គពិវាទបងគុំបាទព្រះមានជោគក្រាបទូលព្រះភគវីថាគិរិមិណនលោកមានរោគអាពាតក្នុងខ្លួនលោកជាទុំងុនធ្ងន់ណាស់ហើយហេតុនេះសូមព្រះអង្គជួយស្រោចស្រង់ឲ្យសាំងស្បើយមានតែព្រះអង្គហើយជួយឲ្យស្បើយបានជាផងសម្ដេចព្រះភគវន្តប្រងអនន្តមិនអើយមកទ្រង់
ឆ្លើយតបវិញស្នងដូចបំណងមិនយូរឡើយថាណាហើយចុងអានន្តអនុត្តនទៅបានហើយជំងឺនឹងសាំងស្បើយដោយសាសូនសញ្ញា10គិង្រីមានននងលងបានស្ដាប់សញ្ញាចប់អាពាតរោគនឹងស្ងប់បានរំងាប់គ្រានងហ